ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្មែរ Tech សូមបញ្ចេញនូវคลิปវីដេអូថ្មីស្ដីអំពីការបង្កើត Apple ID ដោយខ្លួនឯងផ្ទាល់ដែលមិនចាំបាច់ពឹងនរណាទាំងអស់ហើយខ្ញុំធានាថាការបង្កើត Apple ID របស់ខ្ញុំនេះពិតជាបានសម្រេច 100% មិនខ្លាចបណ្ដំអ្នកទាំងអស់គ្នានោះទេដំបូងឡើយយើងត្រូវការ account Gmail មួយតែប៉ុណ្ណោះដើម្បីបាន account Gmail ទាំងនោះគឺយើងប្រើវិធីសាមញ្ញនោះទេដំបូងយើងត្រូវទៅចូលទៅក្នុងកម្មវិធី Mail ហើយ select ពាក្យថា Googleវាលោតហើយអ្នកបើសិនជាយើងមាន email ស្រាប់យើងគ្រាន់តែចុចពាក្យថា enter your email នេះតែប៉ុណ្ណោះហើយយើងចុចពាក្យថា next ប៉ុន្តែបើសិនជាយើងមិនទាន់មាននោះទេយើងគ្រាន់តែចុចពាក្យថា more option ហើយយើងចុចពាក្យថា create new account នេះគឺកន្លែងបំពេញឈ្មោះnext ខែឆ្នាំកំណើតចុចពាក្យថា next ហើយនេះគឺកន្លែងដែលវាយឈ្មោះ Gmail របស់យើងវាយ account email របស់យើងនៅទីនេះខ្ញុំវាយវាថាឆន្ទរធី 1យើងមិនបាច់វាយ gmail.com ទេពីព្រោះវាមានរួចជាស្រេចតែបើសិនជាមិនមានអក្សរ gmail.com ពីក្រោយនេះទេយើងវាយនៅខាងមុខនេះតែម្ដងទៅហើយ next យើងឈូស password របស់យើងដាក់ password អ្វីតាមដែលយើងស្រឡាញ់ហើយយើងចង់ដាក់មួយណាងាយចាំងាយស្រួលក្នុងការវាយនោះអាស្រ័យលើចិត្តរបស់យើងនោះទេយើងនិយាយទៅយើងជ្រើសរើសដល់ខ្លួនឯងផ្ទាល់តែម្ដងហើយខ្ញុំសូមវាយវាបន្តិចឥឡូវនេះខ្ញុំបានវាយ password ហើយខ្ញុំគ្រាន់តែចុចពាក្យថា next ហើយយើងវាយលេខទូរស័ព្ទណាមួយដើម្បីឲ្យខាងក្រុមហ៊ុន Google នោះផ្ញើសារមកកាន់យើងខ្ញុំវាយលេខទូរស័ព្ទរបស់ពូរបស់ខ្ញុំចុចពាក្យថា next ហើយយើងចុចពាក្យថា verify នោះកូដនោះនឹងទៅលេខទូរស័ព្ទរបស់នោះតែម្ដងបើសិនជាអ្នកមិនចង់ដាក់កូដនោះទេយើងគ្រាន់តែធ្វើតាមរបៀបនេះហើយយើងចុចមានពាក្យមួយគឺមានពាក្យថា skip យើងចុចពាក្យថា skip នោះទៅនេះហើយគេដាក់ I agree បន្ទាប់មកយើងចុចពាក្យថា next វានឹងលោតចេញរបៀបនេះមកទោះយើង sign in នៅ Gmail ដែលយើងមិនបានបង្កើតនោះក៏ដោយក៏វានៅតែប៉ុណ្្នេះផងដែរនៅវាចូលមកដំណាក់កាលនេះហើយយើងចុចពាក្យថា save នេះវាបានចូលមកក្នុងកម្មវិធី mail របស់យើងហើយនេះគឺសារ Google នៅពេលអ្នកបង្កើត account ថ្មីបន្ទាប់ពីបង្កើត account នោះហើយយើងគ្រាន់តែចូលទៅក្នុងកម្មវិធី Safari ហើយ search ពាក្យថា appleid.com នេះវាលោតមកហើយយើងអស់វាចុះទៅខាងក្រោមបន្តិចរួចវានឹងមានពាក្យថា create your Apple ID សូមបញ្ជាក់ថាកន្លែងវាយ email ចូលនេះយើងត្រូវតែវាយយ៉ាងម៉េចឲ្យដូចទៅនឹង Google account របស់យើងបង្កើតអំបញ្ញមិញនោះឯងដូចជារបស់ខ្ញុំគឺនេះឈ្មោះឆិនរទ្ធី 1@gmail.com ឥឡូវនេះខ្ញុំវាយនៅក្នុងemail របស់ Apple ID ក៏វាយឲ្យដូចគ្នាផងដែរគឺឆិនរទ្ធី 1@gmail.com ធ្វើយ៉ាងម៉េចឲ្យដូចគ្នាហើយសម្រាប់ password របស់ Apple ID នោះគឺយើងគេតម្រូវឲ្យយើងដាក់ជាលេខផងជាអក្សរអង់គ្លេសធំផងនិងអក្សរតូចផងឧទាហរណ៍ដូចយើងដាក់ទៅទុកថា56 57
58ហើយយើងដាក់កន្លែងនេះគឺអក្សរ O ធំមួយទៅ U N ចឹងមកគឺថាបានហើយឃើញអត់តែនេះខ្ញុំមិនមែនដាក់ password នេះខ្ញុំសុំបដូរវិញពីព្រោះ password របស់ខ្ញុំដាក់ឲ្យទៅដូចនឹង Gmail ក៏បានមិនដូច Gmail ហ្នឹងក៏បានដែរពីព្រោះអីគឺវាងាយស្រួលចងចាំនេះខ្ញុំបានវាយ password រួចមកហើយយើងបំពេញ first name និង last name របស់យើងមកខែឆ្នាំកំណើតខែថ្ងៃឆ្នាំហើយនេះគឺជាសំណួរហើយសំណួរនោះគេធ្វើឲ្យយើងជ្រើសរើសដែលនេះខ្ញុំជ្រើសរើស what is your dream job យើងចេះតែដាក់មកយើងចង់ដាក់អីដាក់ទៅខ្ញុំដាក់ doctor ចឹងមកអានេះខ្ញុំដាក់ in what city did your parents meet ខ្ញុំដាក់ភ្នំពេញហើយអានេះខ្ញុំដាក់ what was the first album that you perhaps revival ហើយឥឡូវនេះគឺយើងវាយដល់យើងមើលទៅលើអក្សរនេះគឺអក្សរ G 8 9 S B និយាយទៅធ្វើយ៉ាងម៉េចឲ្យដូចគ្នាទៅនឹងអក្សរមួយនេះទៅគេឲ្យយើង sign in វានេះគឺវា load ហើយគេដាក់ពាក្យថា verify your email address to create your new Apple ID an email with a verification code has been sent to chanlathi@gmail.com enter your code here នេះពាក្យថា mail នេះ inbox របស់ខ្ញុំឃើញអត់ Apple បានផ្ញើសារមកខ្ញុំហើយកូដនោះគឺមាន519175ឃើញអត់នេះ519175 519175គេថា verify នេះវាបានដើរហើយនេះវា log in ចូលទៅក្នុង Safari របស់យើងតែម្ដងឃើញអត់នេះ Chanlathi your Apple ID is chanlathi@gmail.com រួចយើងចូលទៅក្នុង setting ពាក្យថា iTunes Store sign in នៅ Apple ID ដើម្បីដែលបង្កើតអំបញ្ញមិញនោះឯងគឺ Chanlathi 1111gmail.com password ខ្ញុំសូមវាយបន្តិចបានវាយរួចជាស្រេចជាពាក្យ sign in វាទាមទារឲ្យយើង review វាដើម្បីយើងដាក់ទីក្រុងដែលយើងរស់នៅនិង address ដែលកន្លែងយើងរស់នៅនោះយើងគ្រាន់តែចុចពាក្យថា review នេះយើងគ្រាន់ select ទៅលើពាក្យ Cambodia នេះមកហើយយើងចុចពាក្យថា next វាចុះទៅក្រោមបន្តិចដូចចុចពាក្យថា agree ហើយយើង select លើពាក្យ none ពីព្រោះបើសិនជាអ្នកមាន visa card អីឬក៏អីហ្នឹងយើងដាក់ទៅតែយល់ល្អយើងដាក់ពាក្យថា none ទៅហើយ title នេះគឺបើសិនជាយើងប្រុសដាក់ Mr បើយើងដាក់ស្រីយើងដាក់ Mrs ទៅនេះ address code យើងហ្នឹងយើងចេះតែដាក់មក select province ខេត្តហ្នឹងខ្ញុំដាក់ខេត្តកណ្ដាលហើយ postcode នោះជាទូទៅ postcode របស់ស្រុកខ្មែរយើងគឺ12000ហើយលេខទូរស័ព្ទលេខបង្កើតម៉ាញ់ឬក៏លេខអីផ្សេងហ្នឹងលេខរបស់យើងបងប្អូននេះហ្នឹងយើងដាក់ទៅហើយយើងចុចពាក្យថា next ហ្នឹងមកនេះវាលោត start shopping ឃើញអត់ហើយឥឡូវខ្ញុំចង់ download game មួយជាការធ្វើតេស្តឲ្យអ្នកទាំងអស់គ្នាមើលកុំឲ្យថាខ្ញុំនឹងចេះតែបង្កើតឡើងនេះខ្ញុំ download YouTube មកហើយនេះ install ឃើញអត់នេះ chanlathi1@gmail.com ដើមមិនបបអ្នកទាំងអស់គ្នានោះទេឃើញអត់ខ្ញុំសុំវាយ password ខ្ញុំបន្តិចឥឡូវនេះខ្ញុំបានវាយ password ហើយគឺ chanlathi1 ដដែលឃើញអត់មានការខ្លាចបន្លំនោះទេអូខេ
require after 15 minutes ឃើញអត់ឃើញវាដែរអត់នេះអ្នកគ្នាឃើញអត់កំថាខ្ញុំខាញ់បន្លំនេះញ៉ាត់ដែរគឺថាវាដែរនេះបានលោតមក home screen របស់យើងហើយ YouTube មកដែលវាជាប់មក account Gmail របស់ខ្ញុំហើយបាទជាងសូមអរគុណទាំងអ្នកទាំងអស់គ្នាសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ